អ្នកអាចទ្រាំបានទេបើក្នុងរយៈពេលត្រឹមតែ2ខែអ្នកត្រូវបាត់បង់បងឯកដ៏រឹងមាំបំផុតទាំងពីរនៅក្នុងជីវិតបន្ទាប់ពីការស្លាប់របស់អាប៊ូតាឡាប់របួសបេះដូងរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំមិនទាន់បានជាសះស្បើយផងស្រាប់តែទុកសោកថ្មីមួយទៀតបានមកដល់នោះគឺការទទួលមរណភាពរបស់អ្នកស្រីខូឌីចាដែលជាភរិយាដ៏ខ្ពង់ខ្ពស់របស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅក្នុងខែរ៉ាម៉ាឌនឆ្នាំទី10នៃភាពជាព្យាការីអ្នកស្រីខូឌីចាបានទទួលមរណភាពអ្នកស្រីមិនមែនត្រឹមតែជាភរិយាធម្មតានោះទេប៉ុន្តែអ្នកស្រីគឺជាអ្នកដែលលើកទឹកចិត្តនិងជាទីប្រឹក្សាដ៏ស្មោះត្រង់ជាអ្នកលួងលោមជាជំនួយការរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងជាអ្នកចំណាយទ្រព្យសម្បត្តិទាំងអស់ដើម្បីការពារអ៊ីស្លាមព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំធ្លាប់បានមានប្រសាសន៍ទាំងក្តីនឹករលឹកថានាងបានជឿលើខ្ញុំនៅពេលដែលមនុស្សទាំងអស់បដិសេធខ្ញុំនាងបានយល់ស្របនឹងខ្ញុំនៅពេលដែលមនុស្សទាំងអស់បោកប្រាស់ខ្ញុំនាងបានចែករំលែកទ្រព្យសម្បត្តិរបស់នាងជាមួយខ្ញុំនៅពេលដែលមនុស្សទាំងអស់បានបដិសេធមិនឲ្យខ្ញុំហើយអល់ឡោះស៊ុបហានហ៊ូវតាអាឡាទ្រង់បានប្រទានកូនជាទីស្រឡាញ់តាមរយៈនាងសូម្បីតែម៉ាឡៃកាត់ជីព្រីលក៏ធ្លាប់នាំវ៉ាហ៊ីពីអល់ឡោះស៊ុបហានហ៊ូវតាអាឡាមកប្រាប់អ្នកស្រីខូឌីចាដែរថាអល់ឡោះស៊ុបហានហ៊ូវតាអាឡាបានផ្ញើសាឡាមសួរសុខទុក្ខអ្នកស្រីនិងសន្យាផ្ដល់វិមានមួយនៅក្នុងឋានសួគ៌ដែលគ្មានភាពអ៊ូអរនិងគ្មានភាពហត់នឿយឡើយនៅពេលដែលគ្មានអាប៊ូតាឡាប់និងអ្នកស្រីខូឌីចាពួកមេដឹកនាំគូរ៉ុចចាប់ផ្ដើមប្រើអំពើហិង្សាកាន់តែខ្លាំងឡើងថ្ងៃមួយមានជនពាលដ៏ល្ងងខ្លៅម្នាក់ដែលបានយកដីខ្សាច់មកចាក់លើក្បាលរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅពេលដែលព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំត្រឡប់ទៅផ្ទះកូនស្រីរបស់លោកបានជួយលាងដីចេញទាំងទឹកភ្នែកពេលនោះព្យាការីក៏បានលួងលោមកូនស្រីរបស់គាត់ថាកុំយំអីកូនព្រោះអល់ឡោះស៊ុបហានហ៊ូវតាអាឡាជាអ្នកការពារពុកកូនជានិច្ចប៉ុន្តែនៅក្នុងចិត្តរបស់លោកបានដឹងច្បាស់ថាពួកកូរ៉ុចមិនដែលហ៊ានធ្វើបាបខ្ញុំដល់ថ្នាក់នេះទេការដែលអាប៊ូតាឡាប់នៅរស់ដើម្បីជួយសម្រាលទុក្ខព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអល់ឡោះស៊ុបហានហ៊ូវតាអាឡាបានរៀបចំឲ្យមានអាពាហ៍ពិពាហ៍ថ្មីនោះគឺអ្នកស្រីសៅដាជាស្ត្រីមេម៉ាយដ៏រឹងមាំម្នាក់ដែលបានភៀសខ្លួនទៅស្រុកហាបសាកាលមុនព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានរៀបការជាមួយអ្នកស្រីដើម្បីផ្ដល់កិត្តិយសនិងជួយមើលថែកូនបន្ទាប់ពីបានរៀបការជាមួយអ្នកស្រីសៅដាមួយឆ្នាំព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានរៀបការជាមួយអ្នកស្រីអាអ៊ីសាដែលជាកូនស្រីរបស់មិត្តសម្លាញ់របស់គាត់គឺអាប៊ូបាកើតប៉ុន្តែព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានរស់នៅជាមួយគ្នានៅទីក្រុងម៉ាឌីណាក្រោយពេលហិជ្រោះអ្នកស្រីគឺជាស្ត្រីដែលវៃឆ្លាតបំផុតអ្នកស្រីចេះក្បួនច្បាប់ពេទ្យនិងជាអ្នកដែលចងចាំហាឌីសរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ